ពេញឈីធានមកចាំអង្គុយទៅខ្ញុំចិត្តជាសះស្បើយហើយមិនបាច់ព្រួយបារម្ភទេនាងមានរបួសធ្ងន់ណាស់ទៅហើយកុំដើរចេញក្រៅផ្ដេសផ្ដានាងជាចេញទៀតហើយស្អែកនេះជាថ្ងៃបុណ្យខួបម៉ែខ្ញុំចង់យកទៅមកភ្នូគាត់សែនដុតជូនគាត់ដុតទាំងអស់ទុកអនុស្សាវរីយ៍ក៏ល្អដែរហើយកន្លងផុតទៅយូរណាស់ហើយប្រហែលជារកលែងឃើញហើយប្រហែលជាពុកខ្ញុំក៏គិតបែបនឹងដែរដូច្នេះគាត់ហាត់វិជាគុណតាមពិតគឺមិនចង់ឃើញខ្ញុំនឹកឃើញដល់រឿងមិនសប្បាយចិត្តនាងមិនចាំបាច់បារម្ភទេប្រហែលជាពួកនាងនឹងបានជួបគ្នាខ្ញុំក៏កាន់ចឹងដែរខ្ញុំមានអារម្មណ៍ថានាងប្រកាសជានៅរស់ហើយគ្រាន់តែខ្ញុំមិនចង់ចាំនាងមានមុខមាត់បែបណាទៅអញ្ចឹងនាងអាចសួរពុកនាងបានអញ្ចឹងត្រូវចាំដល់ពេលពុកមកជួបខ្ញុំចាំនិយាយគ្នាទៀតណាស់ចាស់ពួកយើងឈប់និយាយរឿងនេះទៅយប់នេះពួកយើងហូបស៊ុបត្រីល្អទេសិស្សប្អូនតើចូលចិត្តស៊ុបត្រីរបស់ខ្ញុំមកផុតហើយចាំពេលល្អឲ្យនាងសាក់ភ្លឺបើកម្លាំងហាត់វិជាគុណជីមានភាពតានតឹងមិនអាចបែកស្មារតីបានទេពេលបែកស្មារតីគឺដូចជាបិសាចចូលខ្លួនคล้ายជាមនុស្សឈួតគ្មានសតិក្នុងខ្លួនចរិតឯងស្រដៀងនឹងសិស្សច្បងរបស់ឯងគួរឲ្យស្ដាយ3ឆ្នាំមុនពេលឯងរកសិស្សច្បងខ្ញុំយកក្របពូជផ្កាព្រះច័ន្ទគាត់ធ្លាប់បានសួរហើយដើម្បីអ្នកណាពេលនេះឯងការពារផ្កាព្រះច័ន្ទតែម្នាក់ឯងជិត3ឆ្នាំហើយស្ថានភាពដូចបិសាចចូលខ្លួនយូរទៅរឹតតែបង្ហាញចេញមកហើយវិជាគុណជីហាត់រឹតតែខ្ពស់គឺរឹតតែមិនអាចមានមនោសញ្ចេតនាស្នេហាទាំងនោះបើមានហើយគឺមិនអាចបកក្រោយបានទេសពអូនតូចបើមានសុវត្ថិភាពគឺល្អហើយឯងចង់និយាយស្អីក្រែងចង់បានប្រាក់ចង់បានប្រមាណខ្ញុំឲ្យតែឯងឆាប់ដោះលែងខ្ញុំទៅចង់អួតមានប្រាក់ច្រើនមែនទេអត់ទៅនិយាយចេញមកខ្ញុំនឹងឲ្យភ្លាមវិធីថ្ងៃនេះដែលពួកឯងមកកន្លែងខ្ញុំសូមសួរថាខ្ញុំអាចឲ្យពួកឯងទៅហៅមនុស្សមកជួយទេមនុស្សចិត្តអាក្រក់មនុស្សធ្វើពុលគ្មានធម្មតាស្អីធ្វើពុលចឹងមិញនាងក៏ចង់និយាយអីដែរហ៎សពអូនតូចកុំខ្លាចខ្ញុំគឺឈ្មោះយាហ្វុងនាងជាប្អូនស្រីរបស់ខ្ញុំឈ្មោះយាខ្ញុំឈ្មោះយាអ៊ីងនាងឆាប់ដោះលែងពួកខ្ញុំទៅចង់បានប្រាក់ប្រមាណខ្ញុំនឹងឲ្យភ្លាមត្រៃដោះលែងពួកខ្ញុំពួកឯងទៅពីរនាក់មើលនាងឲ្យបានល្អកុំឲ្យនាងរត់បានគឺលោកជាអ្នកនាំជីងអ៊ីងមកហីត្រូវហើយស្រីម្នាក់នេះមុខមាត់ក្រាន់បើគឺមានចរិតរឹងរូសណាស់ពិតមែនហើយតើមកពីផ្លូវណាគឺផ្លូវសខ្ញុំចូលចិនគ្រោះថ្នាក់បន្តិចប៉ុន្តែនាំឲ្យខ្ញុំនៅទេវតាគ្រោះតែពីរនាក់ប៉ុន្តែក៏មិនអីដែរឲ្យវងឈុនទៅបដៅស្រីឈ្មោះជីងអ៊ីងនោះទៅបានស្ដាប់តាមបងអ៊ីម៉េចនេះសិស្សច្បងហាត់អីមិនឲ្យខ្ញុំនិយាយខ្ញុំជាអ្នកណាសិស្សប្អូនឯងល្ងងមែនទេឯងមើលការតែងខ្លួនរបស់ស្រីចាស់ម្នាក់នោះចុះថែមទាំងនិយាយគ្រប់ម៉ាត់ថាយកឯងទៅលក់ទៀតម្យ៉ាងទៀតអ្នកនាងម្នាក់ដែលត្រូវចាប់ខ្លួនមកទីនេះប្រកាសជាខ្លាញ់ទៅជាស្រីបនបើសិនជាឯងនិយាយថាឯងជានរណាទៅថ្ងៃក្រោយទោះជាលោតចូលទន្លេក៏នាងខ្លួនមិនជ្រះដែរម្យ៉ាងទៀតទោះជាឯងនិយាយថាឯងជានរណាតែគេព្រមដោះលែងឯងទេមនុស្សបែបនេះសូម្បីតែប្រាក់ក៏គេមិនត្រូវការអញ្ចឹងទីនេះប្រកាសជាមិនមែនផ្ទះបនធម្មតាទេអូយតែធ្វើយ៉ាងម៉េចទេ
អ្នកនាងម្នាក់មិញនេះប្រកាសជាត្រូវចាប់ខ្លួននៅកន្លែងណាមួយដែរហើយអើយឯងនៅមានចិត្តបារម្ភពីអ្នកដទៃទៀតហ៎ខ្លួនពួកយើងមិនអាចការពារខ្លួនឯងបានផងហើយដឹងមុនថាពីដំបូងនៅព្រំថៃអ៊ីគឺលួចខ្ជិលទីប្រកាសជារៀនវិជ្ជាគុណជាមួយសិស្សច្បងទី2ហើយមិនអីទេសិស្សប្អូនក្រែងមានសិស្សច្បងនៅក្បែរហើយហ៎សិស្សច្បងទី9មិនដូចសិស្សច្បងទី2គឺសិស្សច្បងមានប្រាក់ណាលើថាបនស្រីនៅទល់មុខនេះគឺជាបនស្រីដែលល្អបំផុតនៅរាជធានីហើយគឺថាមានស្រីស្អាតគ្រប់ប្រភេទតែម្ដងស្រីនោះប្រកាសជាស្អាតខ្លាំងណាស់មើលទៅឯងដឹងស្អីទៅនៅទីនោះមានស្រីខ្លះមិនប្រកាសថាស្អាតនោះទេនេះជាចឹងបងធ្លាប់ចូលមែនទេចាប់ប្រាប់ខ្ញុំមកមិនដែរនិយាយមកពីមុនធ្លាប់ទៅម្ដងដែរពួកឯងដឹងថាចំណុចល្អរបស់ស្រីបននៅទីនោះគឺជាអ្វីស្អីទៅផ្ទះបននេះតែងតែមានតំណែងថ្មីមកមិនថាពួកឯងត្រូវការស្រីបែបណាទេតកែម្នាក់នោះប្រកាសជារកពួកឯងបានអញ្ចឹងផងឮថាតកែនោះឈ្មោះវាងឈុនមែនទេនាងគឺជាមនុស្សស្រីអស្ចារ្យណាស់ស្រីដែលនៅផ្ទះបននោះប្រុសគ្រប់គ្នាគ្មាននរណាបដិសេធនោះទេម្យ៉ាងទៀតរឿងដែលសំខាន់គឺវិជាគុណរបស់ស្រីនោះទុកបដៅស្រីដែលចូលមកក្នុងផ្ទះបនហើយមានការរឹងរូសអូហើយថៅកែតូចម្នាក់សុទ្ធតែឆាប់ដល់លេងពួកយើងទៅពួកលោកចង់ធ្វើស្អីដល់លេងពួកខ្ញុំទៅណាខ្ញុំសំវពួកលោកដល់លេងពួកខ្ញុំទៅសំវណាតូចកុំខ្លាចអីបងប្រកាសជាជួយឯតទៅបានឯងត្រូវតែទ្រាំបន្តិចបើពួកគេបង្ខំឯងលូកខ្លួនឯងប្រាប់គេថាសិស្សច្បងទី9មានប្រាក់ណាពួកលោកនាំសិស្សច្បងខ្ញុំទៅណាកុំភ្លេចដល់លេងសិស្សច្បងទី9ទៅហើយកុំភ្លេចប្រាប់ពួកគេថាសិស្សច្បងទី9ឯងមានប្រាក់ច្រើនសិស្សច្បងទី9ចូលមកគេឆ្អែតហើយហីស្រីឈ្មោះជីងអ៊ីងនៅចង់រត់ទៀតទីពេលនេះបងដេញនាងក៏នាងមកទៅដែរស្រីមកដល់ដៃនាងគឺស្ដាប់បង្គាប់ស្រីស្អាតកម្រមានឈ្មោះស្រីជីងអ៊ីងនេះនាងជួយឲ្យគេល្បីឈ្មោះទុកនៅច្រកទ្វារចូលគឺបានហើយចាខ្ញុំយល់ហើយចុះស្រីម្នាក់ដែលខំខាំងនៅក្នុងផ្ទះនោះបងចង់ស្រីម្នាក់នោះគ្រាន់តែឃើញគឺជាតំណែងល្អលំដាប់ខ្ពស់មនុស្សប្រុសដែលគ្មានប្រាក់ទាំងអស់នោះគឺនឹងគ្មានវាសនាបានសោយសុខទេនៃរបស់បងអ៊ីគឺត្រៀមទុកឲ្យលោកម្ចាស់ទាំងនោះហេលោកម្ចាស់ទាំងអស់នោះធ្វើដំណើរផ្លូវឆ្ងាយមកកន្លែងខ្ញុំដើម្បីតែចង់បានមនុស្សស្រីដែលមានសម្រស់ល្អឯងស្រីម្នាក់នោះគឺនាងរត់ចូលមកដោយខ្លួនឯងម្យ៉ាងទៀតមកចំពេលល្អណាស់ថ្ងៃនេះជាពិធីដេញថ្លៃយកនាងធ្វើជាតំណែងចុងក្រោយទៅចុះចាត្រូវហើយលោកម្ចាស់ទាំងនោះមកពីរាជធានីចូលស្នាក់នៅហើយមែនទេលោកម្ចាស់ផ្សេងទៀតមកដល់ហើយនៅសល់តែលោកម្ចាស់ម្នាក់ទៀតប៉ុណ្ណោះលោកម្ចាស់ម្នាក់នោះខ្ញុំនៅតែមិនទាន់ដឹងច្បាស់តើគេមានប្រវត្តិមកពីណាបំរើគេប្រុងប្រយ័ត្នតិចទៅចាឯងនៅចាំយាមនៅទីនេះបើលោកម្ចាស់លោកស្រីមកនិយាយថាអ្នកនាងខឹងរករឿងកេងលក់យូរហើយចានេះគឺមកពីខ្ញុំបើសិនជាខ្ញុំមិនទៅហើយនៅទីនោះកំដរប្អូនស្រីក៏គ្មានរឿងបែបនេះកើតឡើងដែរពេលនេះឃើញទេមិនងងឹតទៅហើយនៅតែមិនតន់មកវិញទៀតខ្ញុំខ្លាចតែគេមានរឿងអីកើតឡើងទេបងទី3បងទៅដំណាក់យាកសាកសួរតើអ្នកប្រុសយាកនេះណាបើបានជួបគេសួរគេបានជួបប្អូនស្រីទេយ៉ាងជាធម្មតាក្បត់តែរពើប៉ុន្តែមិនធ្លាប់មេងងឹតមិនចូលផ្ទះទេខ្ញុំខ្លាចតែនាងមានរឿងមិនបានទេពេលនេះខ្ញុំត្រូវតែទៅជម្រាបពុកម៉ែសិនអង្គុយចោះទៅ
ពេលនេះឯងទៅប្រាប់ពុកម៉ែមានតែធ្វើឲ្យពួកគាត់បារម្ភបន្តិចទៀតទៅរកបងធំបងប្អូនពួកយើងប្រហែលនេះមានគ្នាច្រើនណាស់ចេញតាមរកទៅចាំទុកណាកុំឲ្យអ្នកដទៃដឹង អញ្ចឹងពួកយើងឆាប់ទៅរកទៅ អ្នកទាំងពីរទៅចុះខ្ញុំទៅបន្ទប់យ៉ាងបាននាងមកវិញខ្ញុំនឹងផ្ដល់ដំណឹងប្រាប់អ្នកទាំងពីរ ទៅយើង ខ្ញុំទីថាអ្នកប្រុសនឹងមក តានាងនៅណា នាងចេញទៅក្រៅមិនតាន់មកវិញខ្ញុំខ្លាចតែនាងមានរឿងសង្ឃឹមថាអ្នកប្រុសនឹងនាំនាងមកវិញឲ្យសុវត្ថិភាព ផឹកទៅផឹកទៅអើយ មកហេផឹកអស់អញ្ចឹងទើបហៅថាអ្នកខ្លាំងយប់នេះប្រកាសជានៅកំដរអូនដែរ សួស្តីលោកម្ចាស់គ្រប់គ្នានៅទីនេះវងឈុនអរគុណអ្នកគ្រប់គ្នាអញ្ជើញមកម្ដងទៀតបន្តទៅទៀតបង្ហាញអ្នកគ្រប់គ្នាបានឃើញស្រីស្អាតសម្រាប់ដាច់គេអាយុ16ឆ្នាំមិនទាន់ភ្ញាក់ពីគេងសូមលោកម្ចាស់គ្រប់គ្នាអញ្ជើញមើល អូអស្ចារ្យអស្ចារ្យ ចាចេញមកហើយទូឡើងបាច់ទេនេះអូមកស្អាតមែនទេស្អាតមែនទេមកហើយមក ទៅល្អមែនអត់បញ្ហាហើយស្រីម្នាក់នឹងខ្ញុំយក អរគុណលោកម្ចាស់ខាងនេះបន្តទៅទៀតបង្ហាញអ្នកគ្រប់គ្នាគឺចំណុចក្រហមក្នុងចំណោមពណ៌បៃតងអាយុ18ឆ្នាំមានសម្រស់ឆាតឆាយសូមលោកម្ចាស់គ្រប់គ្នាអញ្ជើញមើល អូចេញមកពីដែរអូនេះក៏អត់ដែរស្មាត់វាចំណាយយកតែម្ដងធ្វើចប់សាច់រលូនស្រិលសាច់ចេញញញមួយទៀតយកមួយទៅទៅអស់មកទៅហើយពីតបកហើយម្នាក់នេះខ្ញុំយក អរគុណលោកម្ចាស់ខាងនេះបន្តទៅទៀតជាអ្នកចុងក្រោយនៅក្នុងយប់នេះលោកម្ចាស់ខ្ញុំនៅស្មានថាខែនេះលោកម្ចាស់មិនមកទេប៉ុន្តែយប់នេះលោកម្ចាស់មកតាន់ពេលហើយលោកម្ចាស់មើលទៅនេះជាស្រីស្អាតបំផុតនៅក្នុងខែនេះហើយម្នាក់នេះខ្ញុំយកហើយ លោកម្ចាស់ពិតជាមានកសែភ្នែកល្អមែនលោកម្ចាស់មិនងាយលើកដៃទាញកណ្ដឹងត្រូវអ្នកដតីយកបានមុនទៅហើយមិនអញ្ចឹងលោកម្ចាស់ចាំខែក្រោយ ខ្ញុំត្រូវការទៅនាងទេ បងស្រី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  អត់ឃើញទេអត់ឃើញទេយាហ្វអត់នៅផ្ទះទេមនុស្សសំណាក់យាកំពុងតែរកគេដែរ មើលទៅត្រូវឆាប់តាមរកហើយ ទៅយើង ទៅ តឆាប់ទៅ ឈប់ភ្លាមឈប់ភ្លាមឈប់ភ្លាមលេស្គៀម ហើយសុនចង្រៃអូជប់បាយទៅអើឈឺណាស់ណាស់ ឯងជួយរត់ទៅណាឯងស្មានតែរត់រួចបាយទៅ ជប់បាយទៅអត់ទេជប់បាយទៅបាយទៅបានហើយអូយជប់ភ្លាមជប់ភ្លាមឯង ហើយយោឆាប់ដាក់ដៃលើក្បាលភ្លាមអូយ
អ្នកប្រុសម្នាក់ទេចាប់តែជួយសិស្សប្អូនតូចរបស់ខ្ញុំផងសិស្សប្អូនលោកជាណាសិស្សប្អូនតូចរបស់ខ្ញុំគឺស៊ូយ៉ាងថាម៉េចសិស្សប្អូនតូចរបស់ខ្ញុំគឺស៊ូយ៉ាងអ្នកប្រុសគឺខ្ញុំគឺយាវងលោកមានអីតាក់ទងជាមួយតកោយាខ្ញុំជាកោប្រុសទី3គ្រួសារយាពួកឯងប្រហែលអ្នកនៅទីនេះដោះស្រាយជាមួយគេចំណាយពួកឯង2អ្នកមកតាមខ្ញុំបាទពួកឆាប់ឡើងឲ្យឆាប់ឡើងលោកសើបច្បាស់ហើយហ៎ពិតជាលោកម្ចាស់ម្នាក់នោះមែនទេពិតជាមិនខុសទេបែបនឹងចម្លែកហើយបងអ៊ីទៅនិយាយជាមួយគេពិតជាមិនខុសទេលោកម្ចាស់ម្នាក់នេះនៅពេលមានពិធីដេញថ្លៃមិនធ្លាប់យកស្រីណាទេប៉ុន្តែតែមកតាមមើលទៅលោកម្ចាស់ផ្សេងទៀតត្បិតតែមិនធ្លាប់មានតាក់ទងនឹងលោកម្ចាស់ផ្សេងទៀតប៉ុន្តែគេក៏គ្មានខុសអីនឹងលោកម្ចាស់ផ្សេងទៀតដែរសំបីតបងអ៊ីក៏ប្រុងប្រយ័ត្ននឹងគេដែរខ្ញុំស្មានតែគេមករកកន្លែងខ្ញុំមានគោលបំណងផ្សេងដូច្នេះបានជាខ្ញុំគិតថាចម្លែងបងបានជន់2វ៉យនៅខាងក្រៅត្រូវកងទ័ពរាជការឡំពាន់គឺទីនេះសបតូចឯណាគេទៅណាហើយតាគេណាពីមុនត្រូវគុំនៅទីនេះមនុស្សស្មារតីនៅក្នុងរាជធានីមានកន្លែងដេញថ្លៃលក់មនុស្សស្រីបែបនេះសោះខ្ញុំក៏ទើបតែដឹងដែរមើលទៅពីមុនរស់នៅអត់បានការមែនខ្ញុំត្រូវតែកម្ចាត់ឲ្យអស់មិនឲ្យមានកន្លែងខូខើបែបនេះទេចុះសិស្សបងខ្ញុំគិតយ៉ាងម៉េចទៅត្រូវសួរចំណាយតកែស្រីម្នាក់នេះហើយថាកែស្រីផ្សាំងងងឹតឈ្មោះថាបងអ៊ីស្លាប់ដោយសារតែបរិសុទ្ធពាក់ក្បាំងមុខម្នាក់បើខ្ញុំស្មានមិនខុសទេម្នាក់នេះគឺជាមនុស្សវិមានយេលីងឈ្មោះយេសៀនវិមានយេលីងយេសៀនណាតើពួកគេមានអីតាក់ទងជាមួយសិស្សប្អូនតូចរបស់ខ្ញុំទៅពេលនេះពួកយើងត្រូវតាមស៊ើបពីមនុស្សដែលដេញថ្លៃយកស៊ូយ៉ាងបើតាមសម្ដីរបស់វាងឈុនម្នាក់នេះនៅពេលដែលស៊ូយ៉ាងត្រូវដេញថ្លៃគេក៏បង្ហាញខ្លួនបន្ទាប់មកក៏សម្រាប់បងអ៊ីអញ្ចឹងខ្ញុំគិតថាម្នាក់នេះមនុស្សដែលម្នាក់នេះចង់បានគឺស៊ូយ៉ាងហាបន្ទាប់មកខ្ញុំរត់ចេញពីបន្ទប់ឃុំខ្លួនមានឱកាសរត់គេចក្រោយមកក៏បានជួបនឹងឈិញឡាងបន្ទាប់មកទៀតខ្ញុំនាំគេទៅជួយសិស្សប្អូនតូចប៉ុន្តែសិស្សប្អូនតូចក៏ត្រូវគេនាំទៅបាត់ទៅថាម៉េចត្រូវគេនាំទៅបាត់ហើយតើគេនាំទៅណាឮតកែនោះនិយាយថាសិស្សប្អូនស្រីត្រូវព្រះអម្ចាស់នៅនគរជិតខាងដេញថ្លៃយកទៅថាម៉េចតើត្រូវប្រាប់លោកពូអ្នកមីងឲ្យមនុស្សទៅជួយយ៉ាងដែរទេមិនបានទេពេលនេះពុកនឹងណៃស្មានថាប្អូនស្រីរកគ្រឿងចង់ធ្វើដូនជីមិនអាចឲ្យពួកគាត់ដឹងបានទេថាប្អូនស្រីបាត់ខ្លួនហើយពេលនេះរឿងនេះមិនមែនជារឿងសំខាន់ទេរឿងដែលសំខាន់គឺសិស្សប្អូនស្រីរបស់ពួកយើងត្រូវប្រអម្ចាស់ស្អីគេនោះនាំយកទៅបាត់ពួកយើងនឹងឈប់ព្រឹកដល់ណាទៀតឆាប់តាមភ្លាមទៅឲ្យតែរកឃើញប្រុសចង្រៃនោះខ្ញុំនឹងកាត់សរសៃជើងរបស់គេអស់មិនបានទេបើចាំមិនគេឈ្មោះប្អូនស្រីត្រូវខាត់បងហើយចេះក៏មិនបានចុះក៏មិនបានបើអស់ជីវិតទៅហើយចង់បានគេឈ្មោះបានការស្អីប្អូនស្រីទៅផ្ទះបនតើគេយល់ព្រមទេបើសិនជាថ្ងៃក្រោយណាប្រុសឈីងនោះស្អប់ខ្ពើមនាងអញ្ចឹងកាន់តែល្អខ្ញុំទុកប្អូនស្រីខ្ញុំនៅក្នុងផ្ទះមើលថែនាងអស់មួយជីវិតខ្ញុំសូមជំទាស់គេឈ្មោះរបស់សិស្សប្អូនតូចប្រកាសជាមិនខូចខាតទេអាចចេះដឹងស្អីយ៉ាងណាក៏ដោយខ្ញុំមិនឯកភាពខ្ញុំប្រឆាំងហេឯងមានសិទ្ធិអីមកប្រឆាំងបើគុំតែឯងនាំនាងចេញទៅដើរលេងតើនាងឯងមានគ្រោះថ្នាក់អញ្ចឹងទេហើយបើឯងនាំនាងរត់មកជាមួយគ្នាក៏គ្មានរឿងចឹងកើតឡើងដែរឯងស្មានថាខ្ញុំចង់ឲ្យរឿងទៅជាអញ្ចឹងហ៎ពេលនេះសិស្សប្អូនតូចត្រូវគេលក់ព្រមចារីខ្ញុំវិញតែនឹងត្រូវពួកបិសាចនោះសម្រាប់ទៀតតើរឿងនៅក្នុងពេលនេះមិនមែនជារឿងធំទេហ៎អំបញ្ញមិញអានិយាយថាម៉េចព្រមចារីហ៎កុំបាយខ្ញុំប៉ុណ្ណឹងបានហើយសុំទោសផងរឿងកើតឡើងទៅហើយវាយគេគ្មានប្រយោជន៍ទេបងចង់ស្ដាប់គំនិតប៉ុនទី5ព្រះអង្គម្ចាស់ម្នាក់នេះមករាជធានីគឺជារឿងអាចកំបាំងនៅធ្វើកិច្ចការខ្មៅងងឹតបែបនេះទៀតអញ្ចឹងបញ្ជាក់ថាព្រះអង្គម្ចាស់ម្នាក់នោះប្រកាសជានាំប្អូនស្រីចាក់ចេញពីរាជធានីគេប្រកាសជាមិននៅយូរនោះទេត្រូវហើយឈិញឡាំងក៏និយាយអញ្ចឹងដែរពេលនេះពួកយើងឆាប់ឲ្យមនុស្សទៅស៊ើបនៅក្រៅរាជធានីព្រមទៅឈិញឡាំងនិយាយថាប្រុសពាក់ក្បាំងមុខឈ្មោះយេសៀននោះក៏អាចតាមរកសិស្សប្អូនតូចដែរនេះគឺជារឿងដែលខ្ញុំបារម្ភពេលវេលាមិនចាំមនុស្សទេយើងតាររត់